មានការផ្ទុះអាវុធនៅភាគីខាងថៃខណៈក្រុមអ្នកអង្កេតការណ៍ AOT កំពុងចុះទៅពិនិត្យនៅច្រកចមួយតំបន់ថ្មដាក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងថានៅព្រឹកថ្ងៃទី19ខែវិច្ឆិកាឆ្នាំ2025នៅវេលាម៉ោង 11:08 នាទីព្រឹកក្រុមអ្នកអង្កេតការណ៍អាស៊ាន AOT បានចុះទៅពិនិត្យនៅផ្ទាំងទាត់ការអនុវត្តបទឈប់បាញ់នៅច្រកចមួយឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់នៅអំឡុងពេលចុះត្រួតពិនិត្យនោះមានការផ្ទុះអាវុធនៅខាងភាគីថៃបើតាមក្រសួងការពារជាតិដើម្បីសុវត្ថិភាពក្រុមអ្នកអង្កេតការណ៍អាស៊ានសម្រាប់ផ្អាកការចុះផ្ទៀងទាត់នៅតំបន់នោះនិងដកថយត្រឡប់ទៅវិញ